បាទសួស្តីអ្នកយើងទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំនិយាយពីការប្រមូល data ចេញពីម៉ាស៊ីន Total Session បាទមានន័យថាការដែលយើងបានធ្វើពីដំបូងសម្រាប់មើលវីដេអូរបស់ខ្ញុំបាទតាំងពីដំបូងគឺគោលបំណងរបស់យើងចង់ធ្វើ master plan បាទអញ្ចឹងមានន័យថាទី1គឺបានបង្កើតចបយើងបង្កើត coordination mod យើងចេះធ្វើ website យើងធ្វើ registration ហើយនឹងការធ្វើ sign out បាទហើយសម្រាប់វីដេអូចុងក្រោយនេះគឺខ្ញុំប្រមូល data បាទប្រមូល data ដែលយើងបានធ្វើកន្លងមកនៅក្នុងចបរបស់យើងបាទអញ្ចឹងមានន័យថាការរបស់យើងការដែលយើងបានធ្វើហើយគឺយើងចាប់ផ្ដើមប្រមូលទិន្នន័យបាទប្រមូលហើយយើងចូលទៅក្នុងកម្មវិធី server CD បាទឬមួយក៏ AutoCAD បាទអញ្ចឹងដើម្បីប្រមូលទិន្នន័យបានវាអត់មានបាក់ទេងាយស្រួលទេបាទអញ្ចឹងយើងមកដល់កន្លែងនេះបាទទៅនេះគឺកន្លែងដែលយើងទៅដកខ្លះចូលយើងទាញយកក្រោមតិចមកបាទសម្រាប់ម៉ាស៊ីន Maxokia CX 103បាទអញ្ចឹងយើងយកខ្លះរបស់យើងដោតចូលទៅក្នុងចំណុចនេះទៅបាទយើងដោតចូលហើយបាទយើងចូលមកដល់កន្លែងក្រង់វិញបាទអញ្ចឹងនៅក្នុងអេក្រង់នេះយើងចុចលើនេះបាទគឺទំព័រដើមទៅវាម្ដងគឺយើងចុចនេះ USB នេះយើងចុច LSD មកបាទអញ្ចឹងវាមានទីថៃនិង S ថៃអញ្ចឹងយក S ថៃបាទអត់អីទេណាបាទយកវាមកបន្តមកទៀតខ្ញុំចូលពាក្យ cell data អញ្ចឹងខ្ញុំ enter cell data អញ្ចឹងបន្តមកទៀតយើងត្រូវដឹងថាតើចបយើងដែលយើងបានបង្កើតនេះឈ្មោះអីបាទអញ្ចឹងខ្ញុំមកដឹងថាខ្ញុំទៅចបខ្ញុំបានបង្កើតឈ្មោះហើយអូខេខ្ញុំយកប្រមូលទិន្នន័យយកចប CL020A នេះចុះបាទអញ្ចឹងខ្ញុំ enter បាទខ្ញុំ enter ហើយខ្ញុំអូខេបាទ A4 អូខេបាទខ្ញុំអូខេមួយទៀតមកបាទអញ្ចឹងវាកំពុងរត់បាទដោយសារវាមិនច្រើនកំពុងទេវាចប់បាទអញ្ចឹងខ្ញុំ enter ផ្ដាច់ហើយខ្ញុំ escape មក escape មួយទៀតបាទ escape ដាច់មកបន្តមកទៀតខ្ញុំដក flash ជាមួយវិញបាទខ្ញុំដក flash ជាមួយវិញបាទការប្រមូលទិន្នន័យពីយើងគឺមានតែប៉ុណ្្នឹងទេបាទដក flash ហើយបាទតមកទៀតគឺចូលទៅក្នុងកុំព្យូទ័រដើម្បីទាញវាទិញជា file CSV បាទអញ្ចឹងខ្ញុំបាទដល់នេះគឺខ្ញុំបើកកុំព្យូទ័រមកគឺខ្ញុំដក flash ចូលទៅខ្ញុំដក flash ចូលទៅបាទបន្តមកទៀតយើងទៅឆែកមើល flash របស់យើងបាទអញ្ចឹងយើងឆ្លៃទៅមើល flash បាទឆែកមើល flash នេះជា flash ខ្ញុំដាក់ form មីបាទអញ្ចឹងទិន្នន័យដែលយើងបានtransfer ចេញមកមិញនេះគឺនៅក្នុងនេះបាទដល់ពេលវាយើងដំបូងគឺវា transfer មកគឺវាជាបែបហ្នឹងបាទអញ្ចឹងយើងចាប់ដាក់ open បាទអញ្ចឹងអាចទាញវាចេញនៅលើ desktop ឬមួយក៏ដាក់នៅលើ file flash ហ្នឹងក៏បានអត់បញ្ហាចោលទេបាទអញ្ចឹងខ្ញុំដាក់នៅលើ flash ប៉ុន្តែខ្ញុំបើក Excel មួយមកបាទខ្ញុំបើក Excel ជាមួយមកខ្ញុំចូលទៅបាទ file ហើយខ្ញុំចូលទៅ open បាទខ្ញុំ open ហើយបន្តចូល browse បាទហើយខ្ញុំទៅមើលខ្ញុំបើកមុខ flash របស់ខ្ញុំហើយខ្ញុំ select video បាទហើយខ្ញុំ open បាទ open មកវាចេញតាមបែបនេះបាទវាតាមនេះយើង next មួយមកបាទ next មួយមកយើងដល់ submit នេះយើងអាច scroll ទៅមើលលើតិចបាទអញ្ចឹងតចំណុចនេះខ្ញុំបង្កើតលំនេះមួយបាទហើយខ្ញុំ next ខ្ញុំ finish បាទនេះគឺជាទិន្នន័យដែលយើងប្រមូលបានបាទនេះបាទអញ្ចឹងវានៅក្នុងនេះវាមាន ENZ បាទ ENZ បាទមាន ENZ ហើយនឹង D comma delimited បាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអ្វីដែលយើងត្រូវប្រមូលចូលក្នុងកម្មវិធី Server CD គឺយើងយកតា PNEZD ទេបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទសម្រាប់ការប្រមូលទិន្នន័យចេញពីម៉ាស៊ីន Total Station Maxokia CX 103ហើយយើងចូលទៅក្នុងកុំព្យូទ័រតមកយើង convert វាទៅជា file CSV បាទអញ្ចឹងយើងអាចប៉ុណ្ណឹងយើងអាច save វាជា file CSV ទៅបាទអូខេអញ្ចឹងខ្ញុំអាច save វាបានប៉ុន្តែមុន save លុបវាចោលអស់ទៅក្បាលលើក្បាលនេះបាទអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការប្រមូលទិន្នន័យ